igniting the primer and subsequently a series of propellant charges within the booster. The combustion of these charges generates a high-pressure gas that expands rapidly, pushing the rocket out of the tube at a velocity of over 115 meters per second. The stabilizer blades housed within the booster deploy once the external cardboard casing burns off, ensuring aerodynamic stability. Inertial forces trigger a fuse in the sustainer motor, igniting the solid rocket fuel. As the solid rocket fuel burns, the hot gases are expelled out of these 6 nozzles, quickly accelerating the projectile to its top speed of 294 meters per second. The PG-7V's warhead is a high-explosive anti-tank heat round with a shaped charge that uses a copper conical liner, detonator, explosive, and an air-filled cavity to create a jet of molten metal that penetrates enemy armor mechanically. The warhead is activated by this piezoelectric impact fuse. This device generates an electrical charge when impacted, and that charge ignites the explosive. When the explosive is set off, it causes the conical liner to invert, forming a narrow stream of molten copper, capable of penetrating 300 to 500 millimeters of rolled homogeneous steel, punching a hole directly into the cabin. When you look closer at the VP-7M impact fuse, it becomes clear just how technical this piece of equipment is. Aside from generating an electrical charge when impacted, it also contains a self-destruct element. If the warhead does not impact a target within 4 to 6 seconds after being fired, or roughly 900 meters, it self-destructs. This is accomplished via a OPG7 ប៉ុន្តែអ្វីដែលខ្ញុំចង់លើកឡើងគឺរបៀបដំណើរការរបស់ក្បាលគ្រាប់តែម្ដងគឺមិននិយាយអំពីរ៉ុកកែតទាំងមូលនោះទេគឺនិយាយអំពីក្បាលគ្រាប់ពីព្រោះគោលដៅរបស់វីដេអូនេះខ្ញុំចង់និយាយអំពីរបៀបនៃការបំពាក់ក្បាលគ្រាប់នឹងទៅលើ drone មិនថាdrone អត្តឃាតឬក៏បំពាក់ដើម្បីទម្លាក់ពីលើ drone បាទដើម្បីទម្លាក់ពីលើ drone នោះទេត្រង់ដែលគេបង្ហាញនេះកំពុងតែបង្ហាញនឹងវាហើយគឺគេហៅថា detonator ហ្នឹងជាវាមានមុខងារ2ក្នុងទទួលបន្ទុកអគ្គិសនីផងទទួលបន្ទុកអគ្គិសនីពីខាង piezoelectric fuse ដែលនៅខាងក្បាលនោះផងឬក៏យើងហៅថាជាបង្កើតនៅបន្ទុកអគ្គិសនីមកឲ្យវាផងហើយក៏វាដើរតួនាទីជាមុខងារមួយទៀតគឺ cell destruct មានន័យថាវាបំផ្ទុះខ្លួនវានៅពេលដែលវាបាញ់ខុសគោលដៅបាទពីព្រោះក្រប OPG7 នេះក្របរ៉ុកែត OPG7 នេះគឺវាមានមុខងារផ្ទុះនៅពេលដែលវាហោះខុសគោលដៅហោះបានរយៈពេលកំឡុងពី4ទៅ6វិនាទីហើយចម្ងាយប្រមាណជា800ទៅ1000ម៉ែត្រ9មានឯកសារខ្លះដាក់ថា900ទៅ1000ម៉ែត្រអញ្ចឹងបើវាហោះបានចម្ងាយនឹងហើយវាអត់ត្រូវគោលដៅវានឹងផ្ទុះបំផ្លាញខ្លួនវាដោយមិនចាំបាច់បុកទង្គិចនៅវត្ថុអីមួយនោះទេគឺវាត្រូវឆេះបំផ្លាញខ្លួនវាតែម្ដងហើយត្រង់ចំណុចនេះគឺគេបង្ហាញអំពីគោលការណ៍ដំណើរការរបស់ប្រព័ន្ធcell destruct ហ្នឹងគឺថាតើវាដំណើរការវាម៉េចវាបំផ្លាញខ្លួនវាម៉េចប៉ុន្តែខ្ញុំអត់ចង់និយាយអំពីបញ្ហាហ្នឹងទេខ្ញុំចង់និយាយអំពី
របៀបបំពាក់អញ្ចឹងអាទៅនឹងយើងដឹងហើយខ្ញុំនិយាយរួចហើយអញ្ចឹងខ្ញុំសូមរំលងទៅមុខតិចទៀតបាទសូមរំលងទៅមុខតិចទៀតបាទនៅត្រង់ចំណុចសញ្ញាព្រួញដែលខ្ញុំចង្អុលហ្នឹងគឺនឹងអីវាមានទូនទីជាអ្នកបង្កនៅបន្ទុកអគ្គិសនីវាបង្កដូចជាដេកកេះរបស់យើងដេកកេះចុចរបស់យើងឬក៏ពេលយើងបើកហ្គាសហ្នឹងកាច់បើកហ្គាសហ្នឹងគឺកាច់បញ្ឆេះហ្គាសវានៅពេលយើងចុចទៅវានឹងបង្កបន្ទុកអគ្គិសនីបែកផ្កាភ្លើងផាច់ហ្នឹងបង្កទៅតាមដូចហើយបន្ទុកអគ្គិសនីហ្នឹងវារត់ទៅតាមកោនដែលនេះហ្នឹងដែលគេចង្អុលបង្ហាញហ្នឹងដូចនៅក្នុងវីដេអូដែលគេចង្អុលបង្ហាញហ្នឹងរត់ទៅប៉ះគ្នារវាងបន្ទុកអគ្គិសនីប៉ូលខាងបូកនិងខាងដកនោះបន្ទុកអគ្គិសនីមួយខាងរត់តាមសម្បកខាងក្រៅនិងមួយខាងទៀតរត់តាមកោននៅខាងក្នុងហើយទៅប៉ះគ្នានៅកន្លែងត្រង់ហ្នឹងកន្លែងដែលគេចង្អុលបង្ហាញហ្នឹងអញ្ចឹងអានេះផ្នែកលឿងរៀងលឿងហ្នឹងអានឹងជាអ៊ីសូឡង់មួយការពារកុំឲ្យវាសោតសគិតដើម្បីកុំឲ្យវាឆ្លងបន្ទុកអគ្គិសនីឆ្លងគ្នាអញ្ចឹងមួយខាងត្រូវបានការពារដោយអ៊ីសូឡង់បាទត្រូវការពារដោយអ៊ីសូឡង់បាទខ្ញុំនឹងដាក់ link វីដេអូដើមរបស់គេដើម្បីឲ្យបងប្អូនដែលអាចឬក៏ចង់មើលចូលទៅមើលនៅ link នឹងខ្ញុំនឹងដាក់នៅខាងក្រោមនឹងដាក់នៅ description បាទបងប្អូនចូលទៅទស្សនាវីដេអូពេញរបស់គេបញ្យល់ទាំងអស់គ្នាបាទនៅកន្លែងដែលខ្ញុំចង្អុលសញ្ញាព្រួយហ្នឹងត្រង់ប្លុកហ្នឹងប្លុកខាងក្រោយកោនហ្នឹងខាងខ្នងកោនហ្នឹងគឺជាកន្លែងដែលផ្ទុកនៅម្សៅផ្ទុះដែលបង្កទៅជាចំហេះដ៏ខ្លាំងក្លាដែលភាសាគេថា main charge ផ្សៅផ្ទុះនេះបង្កឲ្យមានកម្ដៅខ្លាំងហើយវាកើតឡើងអំពីចំហេះដែលរាងស្រួចទៅមុខដែលគេហៅថា metal jet ហើយវាបាញ់ទៅមុខបានឆ្ងាយហើយកម្ដៅរបស់វាក៏ខ្លាំងដែរកម្ដៅខ្លាំងរហូតដល់ 2500 អង្សាដែលកម្ដៅនេះមិនអាចមានលោហៈធាតុដែកត្រឹមត្រូវបានទេដែកវាត្រូវរលាយនៅកម្ដៅ 1550 អង្សាចឹងនេះរហូតដល់កម្ដៅ 2500 អង្សាដូច្នេះអត់អាចដែកនៅបានទេចឹងហើយបានជានៅពេលបាញ់ធ្លុះនឹងគឺធ្លុះរាងមុតស្រួចទៅលើដែកហើយមិនបាញ់ទៅឆេះដោយសារវាខួងអ្នកខ្លះយល់ថាវាខួងទម្លុះអីអត់មែនចឹងទេវាធ្លុះដែកដោយសារកម្ដៅភ្លើងបាទ forming a narrow stream of molten copper capable of penetrating អញ្ចឹងអានេះសម្រាប់ការឆ្នៃរបស់ខ្ញុំឲ្យទៅជាសតស៊ីគ្វីឯងគេអាចឆ្នៃឲ្យទៅជាស៊ីគ្វីតង់ស្យុងខ្ពស់ប៉ុន្តែគោលការណ៍វាប្រហាក់ប្រហែលទៅគ្នាទេ
ហាក់ប្រហែលដូចគ្នាទេហើយការច្នៃផ្ទៃមុខប៉ះនេះខ្ញុំច្នៃដើម្បីឲ្យងាយនឹងផ្ទុះងាយនឹងប៉ះផ្ទុះពីព្រោះឃើញគេប្រើអារៀងចង្កឹះនោះវាអាចនឹងអត់ផ្ទុះនៅពេលដែលប៉ះនឹងរបស់ទន់ដូចជាស្បៃអុយស្បៃដែលមានប្រឡោះធំហ្នឹងគឺអាចនឹងអត់ផ្ទុះវាអាចនឹងអត់ផ្ទុះប៉ុន្តែបើច្នៃអញ្ចេះវាភាគរយផ្ទុះខ្ពស់អានេះខ្ញុំគ្រាន់តែបង្ហាញថាកតុយនេះវាជាសតស៊ីគ្វីនៅពេលដែលប៉ះឆេះទេប៉ុន្តែធ្វើពិតប្រកបគឺមិនមែនច្នៃចេញអញ្ចឹងទេអានេះគឺគ្រាន់តែឧទាហរណ៍ឲ្យមើលទេអញ្ចឹងនៅពេលដែលប៉ះជាមួយនឹងនេះមើលវាសតស៊ីគ្វីប៉ះបាទឃើញឆេះអានឹងជាគោលការណ៍មួយដែលអាចយកទៅអនុវត្តបានសម្រាប់ខ្ញុំគិតគឺថាវាអាចយកអនុវត្តបានដែរហើយម្យ៉ាងទៀតស៊ីគ្វីតង់ចុងខ្ពស់ចាប់ដូចគោលការណ៍ដើមរបស់ក្របមកវិកេនឹងម្ដងប៉ុន្តែយើងកែច្នៃទៅតាមនឹងតិចអានេះខ្ញុំយកគោលការណ៍សតស៊ីគ្វីអញ្ចឹងសូមបញ្ចប់វីដេអូប៉ុណ្ណឹង